ខ្ញុំបាទសូមគោរពទស្សនិកជនគ្រប់មជ្ឈដ្ឋានក្នុងកម្មវិធីផ្សាយកាសែតនិងវិទ្យុទូរទស្សន៍អង្គយ៉ាងនាពេលនេះរួមមាន245គម្រោងការសំណង់និងបានបើកការដ្ឋានសាងសង់និងសម្ពោធព្រមគ្នានៅថ្ងៃទី19ខែធ្នូឆ្នាំ2025ខណ្ឌបិណ្ឌទាញយកផលអំពីព្រៀបខ្លាំងខាងព្រំដែនឆ្ពោះទៅគោលដៅមជ្ឈមណ្ឌលសេដ្ឋកិច្ចថ្មីនៃតំបន់ណាំបូខាងលិចនៅទីបញ្ចប់នឹងមានជួននីតិសិល្បៈលំដាប់តទៅនេះសូមជូនអត្ថន័យពិស្ដាទស្សនិកជនទាំងឡាយជាទីមេត្រីថ្ងៃទី9ធ្នូនៅហាណូយលោកនាយករដ្ឋមន្ត្រីផាមិនជិនប្រធានគណៈបង្កប់ការរដ្ឋបណ្ដាសំណង់គម្រោងការសំខាន់របស់ជាតិរបស់ផ្នែកគមនាគមន៍ដឹកជញ្ជូនជាអធិបតីក្នុងកិច្ចប្រជុំលើកទី22នៃគណៈបង្កប់ការដើម្បីពិនិត្យលម្អឿនដំណើរការដោះស្រាយការជំពាក់វគ្គវិននិងត្រៀមរៀបចំសកម្មភាពបើកការដ្ឋានសាងសង់និងសម្ពោធត្រង់ត្រីធំនៅថ្ងៃទី19ធ្នូឆ្នាំ2025នេះដើម្បីបង្កើតបរិយាកាសមុនពេលរៀបចំមហាសន្និបាតលើកទី14របស់បកសន្និបាតនេះបានភ្ជាប់ប្រព័ន្ធអនឡាញដល់34ខេត្តក្រុងក្នុងទូទាំងប្រទេសលោកខូយ៉ាងមឹងសមាជិកបម្រុងនៃគណៈកម្មាធិការមជ្ឈិមបកប្រធានគណៈកម្មាធិការប្រជាជនខេត្តនិងលោកងូកុងថឹកអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តបានអញ្ជើញចូលរួមនៅចំណុចបន្តនៃខេត្តអង្គយ៉ាងរាយការណ៍ក្នុងអង្គប្រជុំលោកច័ន្ទហុងមិនរដ្ឋមន្ត្រីក្រសួងសាងសង់ប្រាប់ឲ្យដឹងថាតាមការគ្រោងដល់ថ្ងៃទី19ខែធ្នូទូទាំងប្រទេសបានកសាងសម្រេចនិងដាក់ធ្វើចរាចរណ៍បច្ចេកទេសចំងាយផ្លូវសរុបចំនួន3513គីឡូម៉ែត្រក្នុងនោះផ្លូវលបឿនលឿនមានចំនួន3188គីឡូម៉ែត្រនិងផ្លូវនាំចូលក្បាលប្រសព325គីឡូម៉ែត្រទន្ទឹមនឹងនោះនៅក្នុងឆ្នាំ2025មូលដ្ឋាននានានឹងសាងសង់ផ្លូវគោកតាមឆ្នេរសមុទ្រឲ្យបាន251គីឡូម៉ែត្របង្កើនសរុបចម្ងាយផ្លូវតាមឆ្នេរសមុទ្រដាក់ចូលប្រើប្រាស់ប្រមាណជា1701គីឡូម៉ែត្រឯការងារត្រៀមបើកការដ្ឋានសាងសង់សម្ពោធសំណង់ដោយទ្រង់ទ្រាយធំមានអត្ថន័យអបអរសាទរមហាសន្និបាតលើកទី14របស់បកក្នុងថ្ងៃទី19ធ្នូក្រសួងសាងសង់បូកសរុបបាន245គម្រោងការនិងសំណង់ស្ថិតនៅក្នុង34ខេត្តក្រុងគ្រប់លក្ខណៈដើម្បីសាងសង់ព្រមគ្នាក្នុងនោះមាន155គម្រោងសំណង់បើកការដ្ឋាននិង90គម្រោងបានសម្ពោធសរុបថវិកាវិនិយោគសម្រាប់គម្រោងការនិងសំណង់នីមួយជិត1កន្លក់សញ្ញា35,000លានដុល្លារក្រសួងសាងសង់បានសំណើឲ្យរៀបចំ79ចំណុចផ្សាយផ្ទាល់លើទូរទស្សន៍និងតភ្ជាប់ទៅកាន់បណ្ដាគម្រោងការសំណង់ទ្រង់ទីធំមានអត្ថន័យនិងក្រសួងផ្នែកផ្សេងទៀតនៅចំណុចបន្តជាមជ្ឈមណ្ឌលនៃអាកាសយានដ្ឋានអន្តរជាតិឡុងថាន់ក្រសួងសាងសង់និងដឹកនាំដោយផ្ទាល់សហការជាមួយខុទ្ទកាល័យរដ្ឋាភិបាលក្រសួងផ្នែកមូលដ្ឋានពាក់ព័ន្ធធ្វើការឃ្លាំមើលតារាងបញ្ជីគម្រោងការសំណង់នានាដើម្បីធានាទ្រង់ទ្រាយគ្រប់លក្ខណៈរៀបចំពិធីសម្ពោធបើកការដ្ឋានសាងសង់ទៅតាមការកំណត់នៅខេត្តអង្គយ៉ាងគម្រោងសមត្ថភាពមួយផ្លូវលបឿនលឿនចុះ10កង្ធើស្រុកត្រាំងកំណត់ឆ្លងកាត់ខេត្តអង្គយ៉ាងកំពុងបានផ្សព្វផ្សាយចំគោលដៅចំណុចជាច្រើនបានលើសពីលបឿនតម្រូវការរបស់រដ្ឋាភិបាលដល់បច្ចុប្បន្នផ្ទៃទាបទាំង 100% បានប្រគល់ជូនម្ចាស់ម៉ៅការងារទីបចំដំណើរឋានជូនប្រជាជនសម្រាប់បាន
62% នៃបរិមាណសាងសង់និងក្រុងសាងសង់ឲ្យហើយមុនថ្ងៃទី31 ខែធ្នូឆ្នាំ 2025 នៅមុខប្រសពសាងសង់ចម្បង4កញ្ចប់ម៉ៅការសាងសង់សម្រាប់មធ្យមភាព 66 កដកសញ្ញា 88% ខ្ពស់ជាងផែនការប្រមាណជា 0 កដកសញ្ញា 0.9% ម្ចាស់ម៉ៅការនានាបានសម្រេចជាគោលផ្នែកបូមខ្សាច់ដាក់លើផ្ទៃផ្លូវក្រាលបេតុងកៅស៊ូចម្រុះជួសជុលខឿនគ្រឹះនិងរបៀងផ្លូវជាដើមដោយស្របថវិការាប់ពាន់ប៉ាន់លានដុល្លារដោយឡែកកញ្ចប់ម៉ៅការលេខ44និងលេខ45សុទ្ធតែសម្រេចជាងពី66ទៅ 68% នៃបរិមាណអំពីល្បឿនសាងសង់នៃបច្ចុប្បន្នអង្គយ៉ាងខិតខំសម្រេចគម្រោងសមត្ថភាពទី1នៅថ្ងៃទី19 ខែធ្នូឆ្នាំ 2025 ធានាគុណភាពសុវត្ថិភាពពលកម្មអនាម័យបរិស្ថានទន្ទឹមនឹងនោះខិតខំរួមជាមួយក្រសួងគមនាគមន៍ដឹកជញ្ជូនសម្រាប់បណ្ដាកំណត់ផ្លូវជាគោលទីឆ្នាំ 2026 ផងដែរថ្លែងប្រសាសន៍បញ្ចប់សន្និបាតលោកនាយករដ្ឋមន្ត្រីផាប់បញ្ជិនបានស្វាគមន៍លើកសរសើរចំពោះការជ្រោមជ្រែងម្ចាស់ការខិតខំទៅសមាជិកនានាក្នុងគណៈបង្គាប់ការបណ្ដាក្រសួងផ្នែកទឹកមូលដ្ឋានម្ចាស់ម៉ៅការគណៈគ្រប់គ្រងគម្រោងការជាពិសេសកងជួរកម្មាភិបាលបុគ្គលិកនិយោជិតវិស្វករកម្មករទាំងអស់អរគុណចំពោះការស្វាគមន៍គាំទ្រជួយឧបត្ថម្ភរបស់ប្រជាជនក្នុងពេលផ្សព្វផ្សាយគម្រោងនិងសំណង់នេះផងដែរលោកនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់ថានេះពេលវេលាដែលនៅសល់របស់ឆ្នាំ 2025 ទៅខ្លីណាស់ពិសេសដល់ថ្ងៃ19ធ្នូគឺនៅសល់តែ10ថ្ងៃទៀតទេខណៈពេលនោះគម្រោងការសំណង់នេះនៅសល់កិច្ចការជាច្រើនមិនទាន់សម្រេចលោកតម្រូវឲ្យលើស្មារតីជាបន្ទាន់ខ្លាំងក្លាជាងទៀតក្រសួងផ្នែកមូលដ្ឋានម្ចាស់ម៉ៅការគណៈគ្រប់គ្រងគម្រោងការត្រូវផ្ដុំឲ្យដល់កម្រិតកំពូលម្ចាស់ការខិតខំដឹកនាំបង្កប់ការដាស់តឿនត្រួតពិនិត្យវិនិច្ឆ័យកិច្ចការលំបាកនៅជំពាក់ពាក់ព័ន្ធដែលពាក់ព័ន្ធដល់ផ្ទៃទៀតឲ្យខ្លាំងក្លាថែមទៀតអំពីការវិនិច្ឆ័យកិច្ចការលំបាកនៅជំពាក់ពាក់ព័ន្ធដែលពាក់ព័ន្ធដល់ផ្ទៃទៀតអំពីភារកិច្ចដំណោះស្រាយនាពេលខាងមុខលោកនាយករដ្ឋមន្ត្រីតម្រូវឲ្យសម្រាប់គោលដៅដាក់ចូលប្រើប្រាស់ផ្លូវល្បឿនលឿនតិចបំផុត 3000 គីឡូម៉ែត្រនិងផ្លូវតាមឆ្នេរសមុទ្រឲ្យបានប្រមាណ 1700 គីឡូម៉ែត្រចំពោះគម្រោងការអាកាសយានដ្ឋានអន្តរជាតិឡុងឋានដំណាក់កាលទី1បណ្ដាក្រសួងស្ថាប័នគ្រប់គ្រងគម្រោងសមត្ថភាពជាពិសេសគឺអគ្គក្រុមហ៊ុនអាកាសចរវៀតណាមអនុវត្តមើងម៉ាត់សេចក្តីបង្គាប់ការរបស់លោកអគ្គលេខាបកតូឡាំត្រូវប្រញាប់ពិនិត្យឡើងវិញកិច្ចការដែលនៅសល់ឡើងផែនការជាក់លាក់ដើម្បីធានាការទាញយកផលជើងហោះបច្ចេកទេសនៅថ្ងៃទី19 ខែធ្នូឆ្នាំ 2025 និងខិតខំសម្រេចផែនការសំណង់ដែលនៅសល់ជាបន្តទៀតដើម្បីធានាឲ្យការពាណិជ្ជកម្មនាដើមឆ្នាំ 2026 ចំណែកការងារត្រៀមបើកការដ្ឋានសម្ពោធសំណង់នេះនៅក្នុងថ្ងៃទី19ធ្នូលោកនាយករដ្ឋមន្ត្រីក៏តម្រូវឲ្យគ្រប់ប្រធានកម្មពាក់ព័ន្ធត្រូវដំណើរការពិនិត្យចុះឈ្មោះបន្ថែមសំណង់គម្រោងការនេះដែលធានាគ្រប់នីតិវិធីគ្រប់លក្ខខណ្ឌបើកការដ្ឋានសាងសង់ទៅតាមការកំណត់ក្រសួងសាងសង់បន្តការដឹកនាំសហការជាមួយគណៈកាល័យរដ្ឋាភិបាលបណ្ដាក្រសួងផ្នែកមូលដ្ឋានពាក់ព័ន្ធបូកសរុបចំណុចគម្រោងការសំណង់នេះសហការជាមួយស្ថានីយទូរទស្សន៍វៀតណាមរៀបចំកម្មវិធីបើកការដ្ឋានសាងសង់ពិធីសម្ពោធសំណង់លោកក៏តម្រូវឲ្យបណ្ដាក្រសួងផ្នែកមូលដ្ឋានត្រូវលើកសំណើជូនរង្វាន់លើកសរសើរឲ្យបានស័ក្តិសមចំពោះសមូហភាពបុគ្គលមានការខិតខំអនុវត្តភារកិច្ចប្រគល់ជូនទៅតាមការកំណត់ជាពិសេសសំណង់ណាបានសម្រេចដាក់ចូលប្រើប្រាស់លើសពីល្បឿនសាងសង់គុណភាពសុវត្ថិភាពប្រសិទ្ធភាពជម្រាបជូនក្រសួងមហាផ្ទៃពិនិត្យវែកញែកស្នើថ្នាក់មានសមត្ថកិច្ចលើកសរសើរទន្ទឹមនឹងនោះលោក
នាយករដ្ឋមន្ត្រីក៏ប្រគល់ឲ្យខុទ្ទកាល័យរដ្ឋាភិបាលសហការជាមួយក្រសួងសាងសង់បូកសរុបមតិយោបល់ឲ្យបានគ្រប់គ្រាន់កសាងសេចក្តីព្រៀងរបាយការណ៍បូកសរុបធានាច្បាស់6យ៉ាងគឺច្បាស់មនុស្សច្បាស់កិច្ចការច្បាស់ពេលវិធីច្បាស់ភារៈទទួលខុសត្រូវច្បាស់សមត្ថកិច្ចច្បាស់ផលិតដើម្បីរៀបចំផ្សព្វផ្សាយឲ្យបានប្រសិទ្ធភាពនិងគុណភាពទស្សនិកជនទាំងឡាយជាទីមេត្រីស្ថិតក្នុងភាគខាងជើងនៃខេត្តអាំងយ៉ាងជាប់ជាមួយព្រះរាជាណាចក្រកម្ពុជាខណ្ឌបិណ្ឌមិនគ្រាន់តែជាតំបន់ដីព្រំដែនសម្បូរប្រពៃណីប៉ុណ្ណោះទេតែនៅទាំងគ្រប់គ្រងព្រៀបខ្លាំងពិសេសដើម្បីត្រដាងខ្លួនคล้ายទៅជាមជ្ឈមណ្ឌលកម្លាំងចលករអភិវឌ្ឍថ្មីនៃតំបន់ព្រំដែនទៀតផងជាមួយសក្តានុភាពមានស្រាប់ការស្រុះចិត្តគ្រប់គ្រងរបស់ប្រជាជននិងការបដិញ្ញានយោបាយខ្ពស់របស់បកភិឃុំក្នុងអាណត្តិ2025-2030ឃុំខណ្ឌបិណ្ឌបញ្ជាក់គោលដៅព្រំដែនរងមធ្វើមានពីព្រំដែនព្រៀបខ្លាំងដំបូងនៃតំបន់ដែកដើមប្រភពព្រំដែននេះគឺទីតាំងភូមិសាស្ត្រប្រព័ន្ធគមនាគមន៍សំខាន់ពីចៅដប់តាមផ្លូវខេត្តលេខ957និងផ្លូវជាតិលេខ91សេដល់ច្រកទ្វារព្រំដែនខណ្ឌបិណ្ឌតភ្ជាប់ផ្លូវជាតិកម្ពុជាលេខ21ឆ្លងកាត់ស្ពានឡុងបិណ្ឌជ្រៃធំមានចម្ងាយតែ76គីឡូម៉ែត្រគឺដល់រាជធានីភ្នំពេញនេះជាច្រកទ្វារទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិហើយជាមជ្ឈមណ្ឌលតភ្ជាប់អន្តរតំបន់អន្តរជាតិយុទ្ធសាស្ត្រទន្ទឹមនឹងផ្លូវគោកខណ្ឌបិណ្ឌមានផ្លូវទឹកតាមដងទន្លេហៅនិងទន្លេបិណ្ឌីបង្កើតព្រៀបខ្លាំងលេចធ្លោក្នុងការអភិវឌ្ឍសេដ្ឋកិច្ចព្រំដែននិង logistics ផ្លូវទឹកដោយផ្លូវព្រំដែនមានប្រវែង15កដកសញ្ញា6គីឡូម៉ែត្រខណ្ឌបិណ្ឌមានសក្តានុភាពដ៏ធំធេងដើម្បីទាញយកផលសេដ្ឋកិច្ចពហុទិសបច្ចុប្បន្ននៅក្នុងភូមិសាស្ត្របានបង្កើតច្រកទ្វារព្រំដែនជាតិខណ្ឌបិណ្ឌនិងច្រកទ្វារបន្ទាប់បន្សំខណ្ឌអាងរួមជាមួយមណ្ឌលសេដ្ឋកិច្ចព្រំដែនមានទំហំជាង18ហិកតាដែលផ្ដុំអាជីវកម្ម logistics ឃ្លាំងស្តុកទំនិញកន្លែងលើកដាក់ទំនិញនេះជាមូលដ្ឋានគ្រឹះរឹងមាំដើម្បីខណ្ឌបិណ្ឌស្ទុះផ្លោះតម្លៃនាំចេញនាំចូលទំនិញឆ្លងកាត់ច្រកទ្វារព្រំដែនខណ្ឌបិណ្ឌក្នុងបណ្ដាឆ្នាំជិតៗនេះបានកើនឡើងឥតឈប់អះអាងអំពីទូនាទីជាកន្លែងលើកដាក់ទំនិញយ៉ាងសំខាន់របស់តំបន់វាលរៀបទន្លេគូឡុងជាមួយទីផ្សារកម្ពុជា Trong những năm gần đây nhờ sự quyết tâm của cả hệ thống chính trị ក្នុងបណ្ដាឆ្នាំជិតនេះអាស្រ័យដល់មានការបដិញ្ញារបស់ទូទាំងប្រព័ន្ធនយោបាយការស្រុះចិត្តគ្រប់គ្រងរបស់ប្រជាជនគណៈកម្មការមណ្ឌលសេដ្ឋកិច្ចអភិវឌ្ឍខ្លាំងក្លាក្នុងនោះលេចធ្លោគឺសេដ្ឋកិច្ចព្រំដែនបច្ចុប្បន្នក្នុងមណ្ឌលសេដ្ឋកិច្ចមានអាជីវកម្មចំនួន7ភាគច្រើនគឺកន្លែងស្តុកលើកដាក់ទំនិញ logistics នេះជាកម្លាំងចលករដើម្បីអភិវឌ្ឍសេដ្ឋកិច្ចតំបន់ព្រំដែន យោងតាមផែនការច្រកទ្វារព្រំដែនជាតិខណ្ឌបិណ្ឌតាមគម្រោងនឹងបានដំឡើងច្រកទ្វារព្រំដែនអន្តរជាតិនាចុងឆ្នាំ2025ការដំឡើងនេះមិនគ្រាន់តែបង្កលក្ខណៈងាយស្រួលបំផុតសម្រាប់ការសៀលគយទំនិញពង្រឹងពេលវេលាប៉ុណ្ណោះទេគឺថែមទាំងទាក់ទាញការវិនិយោគជំរុញពាណិជ្ជកម្មសេវាកម្មទេសចរអភិវឌ្ឍខ្លាំងក្លាជាងទៀតព្រមជាមួយនោះពង្រឹងសន្តិសុខការពារប្រទេសនិងបង្កើនទំនាក់ទំនងការទូតរបស់ខេត្តទាំងពីរនិងប្រទេសទាំងពីរដើម្បីញ៉ាំងឲ្យសក្តានុភាពនិងផលប្រយោជន៍ធំធេងពីការតម្លើងច្រកទ្វារព្រំដែនអន្តរជាតិคล้ายទៅជាការពិតបកភិឃុំខណ្ឌបិណ្ឌបានចាប់ផ្ដើមអនុវត្តហេដ្ឋារចនាសម្ព័ន្ធបានចាត់ទុកជាផ្នែកវាយទម្លុះចម្បងសម្រាប់បដិលសេដ្ឋកិច្ចនិងជំរុញពាណិជ្ជកម្មព្រំដែនចំណុចអភិវឌ្ឍទី2របស់ឃុំខណ្ឌបិណ្ឌគឺប៊ុងបិនធៀងបឹងទឹកសាបធំបំផុតផ្សារភ្ជាប់ជាមួយជីវភាពរស់នៅរបស់បងប្អូនជនជាតិចាមនេះជាប្រភពធនធានមិនអាចកាត់ថ្លៃបានដើម្បីអភិវឌ្ឍទេសចរជីវម៉ាស់ប៊ុងបិនធៀងដើម្បីប្រជាជនតំបន់ព្រំដែនធ្វើមានពិតប្រាកដពីតំបន់ព្រំដែនខណ្ឌបិណ្ឌប្រមូលផ្ដុំអនុវត្តផ្នែកវិទម្លុះ3យ៉ាងនោះគឺរៀបចំការផលិតកសិកម្មតំណែងឡើងវិញអនុវត្តបច្ចេកវិទ្យាផ្លាញ់ភាពស៊ីជម្រៅនិងបើកទូលាយទីផ្សារនាំចេញគោលដៅគឺបង្កើនប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ឡើងដល់90លានដុល្លារមួយឆ្នាំនាឆ្នាំ2030និងរក្សាអត្រាគ្រួសារក្រពហុទិសនៅក្រោម 1% ព្រមជាមួយនោះអនុវត្តបច្ចេកវិទ្យានិងផ្លាស់ប្ដូរ Digital នឹងបានជំរុញខ្លាំងលើរាល់វិស័យ với cái quyết tâm của xã Khánh Bình
ដោយមានការបដិញ្ញាចិត្តរបស់ឃុំខណ្ឌបិណ្ឌជំរុញឃុំអភិវឌ្ឍខ្លាំងក្លាខាងសេដ្ឋកិច្ចព្រំដែនធ្វើមានពីព្រំដែនឃុំខណ្ឌបិណ្ឌបន្តការអំពីវនីវជំរុញអាជីវកម្មបង្កើនចំនួនអាជីវកម្មពី7លើសដល់20ប្រមូលផ្ដុំអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដោយមានប្រភពជាច្រើនដើម្បីបង្កើតជាកម្លាំងចលករអភិវឌ្ឍសេដ្ឋកិច្ចតំបន់ព្រំដែនក្រៅពីសេដ្ឋកិច្ចព្រំដែនឃុំនៅទាំងមានព្រៀបខ្លាំងខាងកសិកម្មកសិផលបាននាំចេញទៅប្រទេសក្រៅដូចជាចិនម៉ាឡេស៊ីនូវហ្សេឡង់អូស្ត្រាលីនិងកូរ៉េខាងត្បូងក្រោយពេលរួមបញ្ចូលឃុំទាំង3គឺឡុងបិណ្ឌខណ្ឌបិណ្ឌខណ្ឌអាងដោយមានទំហំ 17.93 ម៉ែត្រការ៉េប្រជាជន72,746 នាក់នេះជាលក្ខណៈងាយស្រួលដើម្បីឆ្លើយតបការអភិវឌ្ឍសេដ្ឋកិច្ចសង្គមគិច្ចនិងធានាសុខុមាលភាពសង្គមទៀតផងពីសក្តានុភាពមានស្រាប់រហូតដល់បំណងប្រាថ្នាឈានឡើងឃុំខណ្ឌបិណ្ឌបច្ចុប្បន្នកំពុងប្រែខ្លួនយ៉ាងខ្លាំងក្លាដើម្បីក្លាយទៅជាចំណុចថ្មីនៃតំបន់ព្រំដែនគមនាការនេះបើកចេញផ្ទាំងទស្សនីយភាពរុងរឿងរួមចំណែកយ៉ាងសំខាន់ចូលទៅក្នុងផ្ទាំងទស្សនីយភាពអភិវឌ្ឍដល់ភ្លឺរបស់ខេត្តអាំងយ៉ាងនិងតំបន់និរដីនៃប្រទេសជាតិលោកណានីនិងប្រិយមិត្តជាទីមេត្រីក្នុងកម្មវិធីផ្សាយកាសែតនិងវិទ្យុទូរទស្សន៍អាំងយ៉ាងនាពេលនេះចប់តែប៉ុណ្ណេះយើងខ្ញុំសូមថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់តាមដានកម្មវិធីរបស់យើងខ្ញុំសូមជម្រាបលា